ដំណក់ទឹកភ្លៀងនេះរដូវវស្សាធ្លាក់ជោគជាំចំណោកខ្យល់បក់រសៀកមកទំផោះនឹងអង្គកាយាធ្វើឲ្យរងាព្រឺព្រួចញញែកចិត្តរបស់ម៉ែចាប់ផ្ដើមរវើរវាយគិតដល់ទឹកដីសុខនិងទុករបស់កូនក្នុងផ្ទៃម៉ែតែងបន់ស្រន់សុំឲ្យកូនមានទឹកដីសុខជានិច្ចពេលខ្លះរហូតដល់ថ្នាក់និយាយជាមួយនឹងកូនក្នុងផ្ទៃទៀតផងកូនសម្លាញ់ម៉ែសុំឲ្យកូននៅក្នុងផ្ទៃរបស់ម៉ែដោយសុខសប្បាយទៅណាកូនណាមិនតែប៉ុណ្ណោះដើម្បីជាការត្រៀមទទួលកូនសម្លាញ់របស់ខ្លួនម៉ែបានត្រៀមកំណាត់សម្ពុតនិងសម្លៀកបំពាក់មួយចំនួនទៀតជៀសវាងពេលកូនកើតមកគ្មានអ្វីដណ្ដប់ឬស្លៀកពាក់នឹងត្រូវទុកលំបាកដោយខ្យល់នៅកម្ដៅថ្ងៃជាដើមយប់នឹងថ្ងៃចេះតែដោវេនគ្នាជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃពោះរបស់ម៉ែកាន់តែធំទៅដំណាក់កាលនេះម៉ែតែលំបាកខ្លាំងណាស់តើមានកូនណាខ្លះធ្លាប់គិតដល់ក្តីលំបាករបស់ម៉ែក្នុងដំណាក់កាលនេះទោះដេកឬដើរឬឈរឬអង្គុយសុទ្ធសឹងតែប្រព្រឹត្តទៅដោយការប្រុងប្រយ័ត្នមិនអាចធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយរហូតដល់ខែទី10ម៉ែចាប់ផ្ដើមដឹងខ្លួនថាឈឺពោះឈឺខ្លាំងណាស់ឈឺស្ទើរដាច់ខ្យល់តែម្ដងតែម៉ែមិនរអ៊ូរទាំឡើយម៉ែខំអត់ទង្កត់ធ្មេញដើម្បីជីវិតកូនក្នុងផ្ទៃថ្ងៃកូនកើតមកពេលកំពុងកើតម៉ែត្រូវសន្លប់ច្រើនដងព្រោះទ្រាំនឹងការឈឺចាប់មិនបានពេលខ្លះអាចធ្វើឲ្យម៉ែដល់ថ្នាក់ស្លាប់ទៀតផងកូនអើយម៉ែសែនឈឺចាប់ខ្លោចផ្សាអ៊ូលណែនអរ៉ាណាថ្លៃត្រានត្រើយជីវិតអ្នកម៉ែឆ្លងមិនរួចឡើយអោណាកូនអើយម៉ែចុកចាប់ណាស់កូនអើយដឹងទេជាម៉ែស្រហូទ្រូងម៉ែធ្ងួយធ្ងរទ្រហោបំរាស់ឧបសគ្គសែនធំមិនធ្លាប់ប្រទះម៉ែប្រឹងយកឈ្នះឲ្យរួចជីវិតតែសែងអនិច្ចាលោកានេះអើយម្ដេចក៏អ្នកឡើយគ្មានក្តីអាណិតយមរាជមិនឲ្យឃើញមុខបៀសស្និទ្ធអោព្រំលិខិតឬស្យាពេកក្រៃបុតរងទុក្ខាឯកាម្នាក់ឯងទ្រូងម៉ែសងរែងចំបែងអាល័យម៉ែព្រាត់បុតតូចទាំងមិនដឹងអ្វីម្ដេចឡើយលោកីប្រឡ័យសង្ខាម៉ែប្រឹងលន់ទូអង្វរយមរាជម្ចាស់គ្រងអំណាចលើទ្វីបលោកាសូមត្រឹមបានឃើញមុខថ្លៃស្នេហាឥតឡើយសោះណាម្ដាយចាកកូនហើយម៉ែសែនអាល័យថ្លៃថ្លើមពន្លោកហើយម្ដេចកើតមកខុសគេព្រះអើយគ្មានអ្នកឲ្យបៅបំពេត្រានត្រើយប្រឡោមគៀកកើយអោថ្លៃកល្យាកាលនេះសំដូចពាក្យមួយឃ្លាដែលគេតែងតែនិយាយតគ្នាថាថ្ងៃកំណើតកូនគឺជាថ្ងៃសូន្យសង្ខាររបស់ម៉ែនេះតើព្រោះហេតុអ្វីតើមិនព្រោះតែជីវិតរបស់កូនទេឬព្រោះតែជីវិតកូនជាទីស្រឡាញ់ដែលត្រូវជំនួសមកវិញដោយទឹកដីស្លាប់របស់ម៉ែមានកូនខ្លះដល់ថ្ងៃកំណើតរបស់ខ្លួនរៀបចំពិធីជប់លៀងធំដុំមានភ្ញៀវកិត្តិយសច្រើនស្ទើរសន្ធប់ស៊ីផឹកច្រៀងកំសាន្តយ៉ាងសប្បាយរីករាយដោយភ្លេចគិតពីម៉ែខណៈពេលដែលថ្ងៃកំណើតនេះហើយជាថ្ងៃដែលម៉ែសែនលំបាកបំផុតថ្ងៃកំណើតនៃកូនខ្លះជប់លៀងនៅផ្ទះសប្បាយក្រៃមានអ្នកចូលរួមទាំងប្រុសស្រីអបអរឆ្នាំថ្មីសិរីចូលគិតថាថ្ងៃកំណើតខ្លួនថ្ងៃម៉ែទួនដោយទុកដោស្ទើរសូនសង្ខារចាក់ចោលលោកចិត្តនឹកគិតភ្នោកដល់បុតស្ងួនម៉ែទ្រាំពោះអស់10ខែនឿយហត់ឥតលហែសពក្នុងខ្លួន
សុខភាពខ្សត់ខ្សោយមិនមមួនក្លិនថ្នាំពេញខ្លួនធំរាល់ថ្ងៃអនិច្ចាម៉ែអើយសែងកុំសត់ទុកម៉ែជួចចត់ច្រើនហួសក្រៃជីវិតថោកថយព្រោះកូនថ្លៃតែមុខឥតបីគេនឹកដល់គេទុកឲ្យនៅដោយគៀនកោះគេថាចាស់សោះមិនគួរខ្វល់កិច្ចនេះក្មេងៗត្រូវគិតដល់អំពលមនុស្សចាស់ច្បាស់ខូចការភ្លេចគិតថាថ្ងៃកំណើតខ្លួនជាថ្ងៃសូន្យសង្ខារនៃមេដាជីវិតម៉ែខ្សែចោលលោកាចោលទាំងចិន្តានៅអាល័យជីវិតកូនរស់ម៉ែត្រូវស្លាប់ចិត្តស្លាប់ឆ្លៀតផ្ដាំបណ្ដាំថ្លៃកូនអើយរស់សុខនិរាភ័យម្ដាយថ្លៃលាកូនសូន្យសង្ខារចិត្តស្លាប់នៅគិតដល់កូនទៀតឆ្លៀតអើយសែនឆ្លៀតព្រោះបុតងារតែដល់កូនវិញភ្លេចមេដាអោគូអនិច្ចាជីវិតម៉ែពេលម៉ែបានប្រតូតកូនចេញមកហើយម៉ែភ្លេចអនការឈឺចុកចាប់គ្រប់បែបយ៉ាងដោយគ្រាន់តែបានឃើញនៅវងភ័ក្រដ៏ផូរផង់របស់កូនហើយម៉ែក៏ត្រកងបីបបអោបកូនចាប់នឹងដើមទ្រូងដល់នៅភាពកក់ក្ដៅឲ្យដល់កូនសាកគិតទៅមើលថាតើម៉ែស្រឡាញ់កូនប៉ុណ្ណាត្រឹមតែជីវិតកូនម៉ែលះបង់គ្រប់យ៉ាងតើមានកូនប៉ុន្មានអ្នកដែលធ្លាប់គិតឃើញដល់ក្តីលំបាករបស់ម៉ែហើយមានកូនណាខ្លះធ្លាប់ហើបមាត់សួរម៉ែថាម៉ែនៅហត់ទេម៉ែធ្ងន់ទេម៉ែលំបាកទេម៉ែតើម៉ែមិនត្រួតខ្លួនឬម៉ែតើម៉ែត្រូវការពិសាអ្វីទេម៉ែពាក្យសួរទាំងនេះពុំដែលរបូតត្រុតចេញពីមាត់របស់កូនឡើយមានតែម៉ែប៉ុណ្ណោះដែលនៅចាំប្រណិប័តកូនរាល់ព្រឹកល្ងាចនិងចាំសួរកូនចំណិចថាឃ្លានទេកូនម្ដាយតើកូនចង់ញ៉ាំអ្វីទេកូនតើកូនមានកើតអ្វីទេកូនកូនត្រូវការអ្វីទៀតទេកូនកាលនេះសំដូចភាសិតបណ្ឌិតច័ន្ទដើមនិយាយលើកតម្លៃទុកមកពិតជាមិនខុសមែនដែរថាក្នុងលោកជើងនេះគ្មានរសផ្អែមនៃទឹកដោះណាផ្អែមដោយទឹកដោះម៉ែឡើយទឹកដោះម៉ែមានរសផ្អែមផងមានភាពកក់ក្ដៅផងនិងមានតម្លៃកាត់ថ្លៃមិនបានផងសពកាលគ្មានទីឋានណាផ្ដល់នូវភាពកក់ក្ដៅឲ្យដូចជាទីឋាននៃដើមទ្រូងរបស់ម៉ែឡើយទីឋានដតីកក់ក្ដៅត្រឹមតែកាយប៉ុណ្ណោះតែដើមទ្រូងរបស់ម៉ែកក់ក្ដៅទាំងផ្លូវកាយកក់ក្ដៅទាំងផ្លូវចិត្តគ្មានទីក្តីស្រឡាញ់អាណាបរិសុទ្ធមុតថ្លាដោយក្តីស្រឡាញ់របស់ម៉ែឡើយព្រោះក្តីស្រឡាញ់របស់ម៉ែជាក្តីស្រឡាញ់ដ៏ស្មោះត្រង់គ្មានការឆោបបោកូនសម្លាញ់ម៉ែថ្ងៃនេះម៉ែតាមសប្បាយចិត្តខ្លាំងណាស់សប្បាយចិត្តព្រោះឃើញកូនបូជាកាយថ្វាយខ្លួនសានភ្នោះបួសតបគុណម៉ែក្នុងព្រះពុទ្ធសាសនាតើកូនដឹងដែរទេម៉ែរងចាំថ្ងៃនេះអស់រយៈពេលជាយូរណាស់មកហើយព្រោះម៉ែតែងសង្ឃឹមថាពេលកូនម៉ែបានបួសអាចធ្វើឲ្យកូនម៉ែដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់តទៅថ្ងៃមុខទោះជាអត់ពីម៉ែកូនអាចរស់នៅដោយភាពជាមនុស្សល្អដោយខ្លួនឯងបានតែប៉ុណ្ណេះពេលម៉ែស្លាប់ទៅម៉ែអាចបិទភ្នែកចិត្តបានហើយថ្ងៃនេះថ្ងៃជាវេលាល្អឃើញកូនម៉ែស្លៀកពាក់សល្អដោយបានជួបសាច់ចាំថ្ងៃនេះថ្ងៃបុណ្យបួសកូនម៉ែអរយ៉ាងខ្លាំងក្រមុំកំតំសម្លឹងសឹកសិនចាំម៉ែសែនឲ្យមិនថាស្ថិតក្នុងកលៈទេសៈណាម៉ែនៅតែរំពៃគិតដល់កូនជានិច្ចតាំងពីកើតរហូតដល់ស្លាប់ឲ្យតែម៉ែមានជីវិតរស់នៅដោយចាំបទចម្រៀងមួយបទអំបញ្ញមិញនេះសំបីកូនចូលក៏ម៉ែនៅតែព្រៀនប្រដៅនឹងប្រែផ្ដាំសពគ្រប់ប្រការ
នេះមិនព្រោះអ្វីឡើយគឺព្រោះតែម៉ែបារម្ភពីទុករបស់កូនតែក្នុងនាមយើងជាកូនរបស់ម៉ែយើងមានដែរគិតដល់ម៉ែដូចតែម៉ែគិតដល់យើងយ៉ាងនេះទេកុំធ្លាក់ក្នុងកន្លងនៃសុភាសិតមួយដែលពោលថាម៉ែគិតកូនដូចចង្វាប្រដេញកូនគិតម៉ែវិញដូចព្រះបែរខ្នងបើមិនបានធ្វើឲ្យម៉ែសប្បាយចិត្តទេសូមត្រឹមតែកុំធ្វើឲ្យគាត់កើតទុក្ខបានហើយមានកូនខ្លះដល់ពេលខ្លួនចម្រើនវ័យធំឡើងបោះបង់ម៉ែចោលទុកឲ្យម៉ែនៅតែឯងកណ្ដោយកណ្ដែងឯកាអនាថាមានខ្លះទៀតដល់ពេលម៉ែចាស់ជរាខ្លាំងបែរជាដេញម៉ែចេញពីផ្ទះឬយកគាត់ឲ្យទៅស្នាក់នៅមណ្ឌលមនុស្សជរាទាំងដែលម៉ែចិញ្ចឹមខ្លួនមកដោយក្តីស្រឡាញ់និងការបារម្ភយកចិត្តទុកដាក់ថែរក្សាការពារមិនឲ្យមុខស្រមោចមកបៀតបៀនឬវត្ថុណាមកបង្កអន្តរាយឲ្យដល់កូនតូចរបស់ម៉ែបានក្រៅពីនេះម៉ែនៅបញ្ជូនកូនឲ្យទៅរៀនអន្តរដោយសង្ឃឹមថាពេលកូនចម្រើនវ័យធំឡើងមានអនាគតភ្លឺថ្លាត្រចះត្រចង់ដោយគេឯងម៉ែមិនចង់ឲ្យកូនទន់ក្រលំបាកដោយយ៉ាងជីវិតរបស់ម៉ែឡើយអញ្ចឹងហើយទើបម៉ែស៊ូអត់ទ្រាំធ្វើអ្វីគ្រប់យ៉ាងបាញ់តម្រង់ទៅរកផ្ទៀងសៀតតែមួយគត់គឺសេចក្តីសុខរបស់កូនគួរឲ្យអនុញ្ញាតចំពោះម៉ែខណៈនេះម៉ែកំពុងបញ្ចេញកម្លាំងយ៉ាងសកម្មតតាំងច្បាំងជាមួយនឹងការងារដ៏លំបាកនេះទោះបីជាជប់ចង្កេះឬនឿយហត់យ៉ាងណាក៏ដោយក៏ម៉ែពុំមានការនឿយណាយឬធុញទ្រាន់សំបីមួយវិនាទីណាឡើយការងារនេះត្រូវរស់នៅក្រោមភ្លៀងផ្គររលឹមសស្រាក់និងកម្ដៅក្ដៅចេះពលត្រូវសារពាង្គកាយរឿយៗមិនតែប៉ុណ្ណោះរាងកាយរបស់ម៉ែត្រូវប្រឡាក់ទៅដោយភក់ត្រមកទោះយ៉ាងណាម៉ែនៅតែខំប្រឹងបំពេញការងារដោយយកចិត្តទុកដាក់បំផុតគ្មានការនឿយណាយឬធុញទ្រាន់រអ៊ូរទាំឡើយដោយការងារកសិកម្មពុំមានចំណូលគ្រប់គ្រាន់សម្រាប់ជីវភាពម៉ែចាំបាច់ត្រូវស្វែងរកការងារស៊ីឈ្នួលគេបន្ថែមទៀតពេលខ្លះត្រូវមេការមើលងាយមើលថោកប្រមាថខាតទៀនស្ដីបន្ទោសម៉ែពុំដែលតបតនឹងគេឡើយព្រោះម៉ែខ្លាចត្រូវគេដេញចេញលែងបានធ្វើការងារហើយនឹងមិនបានលុយយកទៅផ្គត់ផ្គង់កូនម្ល៉េះហើយម៉ែស៊ូអត់ទ្រាំលំបាកទាំងកាយទាំងចិត្តធ្វើការបន្តដោយមិនមានការរអ៊ូរទាំអត់ធន់អត់ទ្រាំម្ដងហើយម្ដងទៀតតើដើម្បីនរណាម៉ែស៊ូលំបាកធ្វើការឥតស្រាករាល់ថ្ងៃខែធ្វើការបដូរប្រាក់នឿយឥតលហែតែនៅស៊ូទ្រាំខំប្រឹងប្រែងចិញ្ចឹមរក្សាដោយចិត្តស្មោះបំបើទឹកដោះខ្សោះខ្លួនឯងប្រានស្គមរីងរៃរំបីក្រែងកូនម្ដាយសងរែងរែងទុកភ័យបំពន់ចំណីសពប្រការគ្រឿងបរិភោគក្តារមិនខ្វះអ្វីសង្លៀកបំពាក់ល្អថ្មីថ្មីឲ្យកូនប្រុសស្រីល្អនឹងគេពេលខ្លះម៉ែស៊ូអត់ងងុយរវល់រកលុយគ្មានទំនេរពេលខ្លះអត់បាយពុះទោះទេដឹងទេម៉ែទ្រាំព្រុសនរណាម៉ែស៊ូតែអត់ស្ទើរគ្រប់យ៉ាងខ្លួនប្រានលត់ហើយស្ទើរមរណាទុះទុកទុះលំបាកកម្រិតណាចិត្តមិនរុញរារាល់យប់ថ្ងៃនេះហើយសន្តានធាតពិតម៉ែសន្តានឥតព្រួលប្រែឥតកាល័យកូនគួររលឹកនឹកយប់ថ្ងៃកុំបីប្រមាថព្រះគុណម៉ែសូមជ្រាបថាកូននេះហើយគឺជាបណ្ដោលដួងចិត្តរបស់ម៉ែឬអាចនិយាយបានថាជាក្តីសង្ឃឹមតែមួយគត់របស់ម៉ែសេចក្តីសុខចម្រើនរុងរឿងរបស់កូនគឺជាផ្ទាំងស៊ីតែមួយគត់របស់ម៉ែជាវត្ថុដែលម៉ែប្រាថ្នានិងទន្ទឹងរង់ចាំព្រោះកូនជាសាច់ឈាមរបស់ម៉ែ
កូននៅក្នុងផ្ទៃម៉ែបីបាច់ថែរក្សាដោយយកចិត្តទុកដាក់ប្រៀបប្រដូចទៅនឹងកែវភ្នែកទាំងគូរបស់ម៉ែក្រោយពេលកើតម៉ែចិញ្ចឹមបីបាច់ថែរក្សាឲ្យបានថត់ធំនិងរឹងប៉ឹងដោយកម្លាំងដៃទាំងគូរបស់ម៉ែពិសេសម៉ែផ្ដល់ឲ្យនូវភាពទន់ភ្លន់ល្វត់ល្វន់ទាំងកាយទាំងវិជ្ជាទាំងចិត្តដើម្បីពេលកូនចម្រើនវ័យធំឡើងនឹងបានក្លាយទៅជាមនុស្សល្អក្នុងសង្គមដើម្បីតែកូនប៉ុណ្ណោះអ្វីក៏ម៉ែអាចធ្វើបានដែរម៉ែស៊ូរងទុកដើម្បីឲ្យកូនបានសុខសប្បាយម៉ែស៊ូស្គាំងស្គមកាយដើម្បីឲ្យកូនបានថត់ធំម៉ែស៊ូអត់ដើម្បីឲ្យកូនបានឆ្អែតម៉ែស៊ូរងាដើម្បីឲ្យកូនបានកក់ក្ដៅម៉ែស៊ូក្ដៅដើម្បីឲ្យកូនបានត្រជាក់ស្រួលម៉ែស៊ូអត់ងុយដើម្បីឲ្យកូនបានលក់សុខហើយម៉ែហ៊ានលះបង់សូម្បីនៅជីវិតដើម្បីឲ្យកូនរួចផុតពីគ្រោះភ័យវិបត្តិនេះគឺជាទឹកចិត្តរបស់ម៉ែមិនមែនមានត្រឹមតែប៉ុណ្ណេះទេម៉ែនៅជាអ្វីផ្សេងជាច្រើនទៀតសម្រាប់កូនដោយពាក្យរបស់បណ្ឌិតទាំងឡាយលោកពោលទុកថាម៉ែប្រៀបប្រដូចជាព្រះដែលប្រោះប្រទានជីវិតកូនឲ្យរស់រានមានជីវិតលើផែនព្រឹត្តិពីរនេះម៉ែប្រៀបប្រដូចកងការពារដែលតាមការពាររូបកូនរាល់យប់ថ្ងៃម៉ែប្រៀបប្រដូចមិត្តភក្តិដែលចាំប្រឡែងលេងជាមួយកូនឲ្យបាត់អស់សក់ម៉ែប្រៀបប្រដូចជាគ្រូពេទ្យដែលចាំតែជួយរក្សាព្យាបាលពេលកូនមានជំងឺម៉ែប្រៀបប្រដូចអ្នកចម្រៀងដែលចាំច្រៀងបំពេពេលកូនដេកមិនលក់ម៉ែប្រៀបប្រដូចព្រះអរហន្តដែលចាំឃុំគ្រងរក្សាឲ្យកូនបាននៅជោគសិរីសួស្តីនិងភាពសុខដុមរមនាជាពិសេសជាបដិគិអកដ៏ប្រសើរសម្រាប់កូនបំពេញបុណ្យកុសលម៉ែគឺជាគ្រូដំបូងដែលចាំបង្រៀនកូនឲ្យចេះដើរចេះនិយាយស្ដីចេះបរិភោគនិងស្គាល់ខុសស្គាល់ត្រូវម៉ែប្រៀបប្រដូចចរាចរណ៍ដែលចាំជួយកែไขបញ្ហាជីវិតកូនពេលកូនជួបវិបត្តិម៉ែប្រៀបប្រដូចអ្នកនាំផ្លូវនាំជីវិតកូនឆ្ពោះទៅកាន់ទីមានសេចក្តីចម្រើនរុងរឿងម៉ែប្រៀបប្រដូចធនាគារដែលកូនត្រូវការបើកពេលណាក៏បើកបានម៉ែប្រៀបដូចជាកន្ធោសម្រាប់ដាក់នៅវត្ថុស្មោកគ្រោករបស់កូនកាលនៅជាទារកតូចនិយាយឲ្យចំទៅម៉ែគឺពិតជាអ្វីៗគ្រប់យ៉ាងសម្រាប់កូននិងមានគុណានុភាពរូបបុគ្គលណាមួយស្មើបាន